បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពបងប្អូនណាបាទនេះគេថាព្រឹកព្រលឹមស្រាងឡើងគឺថាហេតុចេញដើរមើលគោទៀតដែរបងប្អូនណាបាទនេះបានគោចូលច្រើនដែរបងប្អូនបាទនេះដឹកគោចូលច្រើនហើយនឹងលក់ចេញទៅវិញអស់ចូល20ក្បាលលក់ចេញវិញហ្នឹងណាបាទអញ្ចឹងហេតុទិញចូលព្រាមលក់ព្រាមបងប្អូនណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនត្រូវការមានគោមានអីលក់តាក់ទងហេតុបានបងប្អូនណាបាទហេតុទិញស្រួលលក់ស្រួលហេតុទិញចំនួន2ខេត្តបាត់ដំបងហើយនិងខេត្តបាត់ទីមានជ័យពុកម៉ែបងប្អូនបាទឥឡូវយើងចាំតាមដានវីដេអូពីដើមដល់ចប់ទាំងអស់គ្នាបងប្អូនណាហើយយើងកាត់តាមផ្សារបវលទៅហើយទៅមើលគោនៅខាងភូមិលងរាំងបាទបងប្អូនហៅទៅមើលគោតាមភូមិលងរាំងបានមើលបានមេកូន2ឈុតខាងមើលនេះបាន1ឈុតបាទបានមេកូន1ឈុតបងប្អូនហើយហេតុគាត់ថាទិញភ្លាមដឹកភ្លាមតែម្ដងបងប្អូនណាបាទនេះខាងមេស្រែបានមេស្រែ1ឈុតបងប្អូនណាមេអោបកូនឈ្មោលហើយទិញមកភ្លាមនោះក៏យើងដឹកភ្លាមយកមកលក់ភ្លាមតាមផ្លូវតែម្ដងបងប្អូនណាបាទហេតុទិញស្រួលលក់ស្រួលទេបងប្អូនបាទមិនសូវចេះនិយាយច្រើនដល់ឲ្យតម្លៃយកតែម្ដងបាទចឹងអ្នកធ្វើលក់ឲ្យក៏ដឹងឲ្យមួយចាស់អីក៏ហៅទៅខ្ញុំឲ្យតម្លៃទៅត្រូវតែម្ដងបងណាបាទដោយគោនេះអីទិញយកទៅថ្លៃសាំងទេបងណាបាទនេះបាទនិយាយទៅវាសាប៊ូស្មៅគោបើសិនទុកមួយខែ2ខែទៀតដល់កងទៅស្មៅល្អណាស់បងប្អូនបាទស្មៅល្អតាមពិតកន្លែងស្មៅល្អចាបើយើងចង់ប្រឡែងគោបានថិតទុកឲ្យវារឿងស្ងួតសើមទៅខ្ញុំយកទៅចងល្អពេលដាក់ទាំងទឹកទាំងសើមទាំងទឹកដីចឹងវាយកទៅចងវាដល់ចិនស្មៅធំស្មៅវាអត់ស៊ីទេប៉ុន្តែបងប្អូនខ្លះគាត់ប្រឡែងតាំងពីព្រលឹមម៉ោង5មកថាខ្លាចគោស៊ីមឆ្អែតតាមពិតចាំម៉ោង9ម៉ោង10ទៅចងដាក់ទៅស៊ីបូមយកដល់បាទវាស្ងួតទឹកសើមបាទនេះម្ចាស់គោបាទទិញបាន1ឈុតបាននៃមីអបគោ1ឈុតមីហៅមីស្រែបាទមីស្រែបាទនេះហើយទិញភ្លាមគឺយើងឡើងលំអភ្លាមតែម្ដងបាទនេះឲ្យតឡើងចាប់បានតែមេកូនដេញចាប់មិនបានបាទម្ចាស់អត់ចាប់អោយម្ចាស់ទៅចាប់គោកូនចៅទៅឡើងមួយថ្ងៃបាទនេះត្រឹមចាប់បានកូនបាទនេះកូនវានេះបាទហើយឡើងលំអមកភ្លាមគឺយើងយកមកគឺយើងលក់អស់តាមផ្លូវតែម្ដងអត់បានដឹកដូចជួលក្រោលទេសារក្នុងក្រោលគោច្រើនបាទគោណែនក្រោលហើយចឹងក៏យើងលក់តាមផ្លូវទៅកុំឲ្យបាក់ហត់នេះបាទនេះហើយនេះគោនេះបាទទិញពីម្សិលមិញតំដឹកចូលមកនេះហើយចូលមកអាហ្នឹងលក់អស់ថ្ងៃហ្នឹងព្រាមទៀតអមរះបាទហេតុទិញស្រួលបាទនេះសលក់ផែនចាំអត់មានលក់ផែនគីឡូទេបើថាយើងទិញត្រៃលើគីឡូមកហើយបាទលក់ផែនចាំបាទអានេះបានអ្នកទិញគោចាំបានទៅខាងស្នឹងនោះបាន2ឈុតខាងព្រះវិហារនោះ2ឈុតបាត់ដំបងនោះ1ឈុតមេគោមាន5 6ឈុតបាត់ដំបងឲ្យ2ឈុតហើយបាត់ដំបង2ឈុតព្រះវិហារ2ឈុតស្នឹងបាត់ដំបងឡើយហ្នឹងបាទចូលបាត់ដំបងចូល4ឈុតបាទភេទមានចាំបាទដឹកមកតម្លាក់មួយជើងឲ្យទៅយកមួយជើងទៀតទៅយកគោគីឡូបាទនេះចឹងហ្នឹងហេតុបានតាយើងមានការងារឲ្យបងក្រុមការងារធ្វើបាន4ជើងដែរបាទបាន4ដឹកដែរបាទដឹកនៅខាងអូបេចិននោះ2ដឹកនៅខាងតបែនស្វាយជីកនោះ1ដឹកនៅខាងលងរាំងពងរូនោះ1ដឹកអញ្ចឹងហ្នឹងក្រុមការងារខ្ញុំបានដឹកបាន4ជើងចឹងថាខ្ញុំមានចំណូលបងប្អូនក្រុមការងារខ្ញុំក៏មានចំណូលដែរបងប្អូនណាបាទនេះគោដឹកមកពីខាងអូបេចិនខាង Snow Trade នោះបាទនេះក៏ខាង Snow Trade ដែរនេះបាទទាំងអស់នេះវា2ជើងម្នាក់មកដឹកហើយយកមកភ្លាមបើយើងលក់ចេញភ្លាមទៅបងប្អូនអត់មានលក់យូរទេបាទហេតុទិញស្រួលណាស់បងណាបាទនេះតម្លៃទិញមកថ្លៃហ៊ានខាតបាទទិញមករៀងសមរម្យចំណេញក៏យើងបានចំណេញខ្លះចឹងយើងអត់មានទុកផ្អាប់យូរទេគោខ្ញុំគឺថាលក់វាយលឿនហើយគោចាំទៅតាមចាំគោគីឡូតាមគីឡូអញ្ចឹងណាបងប្អូនបានឃើញខ្ញុំគោចាំខ្ញុំឡាយលក់តាមចាំទៅបាទគោគីឡូលក់តាមមួយទៅអញ្ចឹងណាបាទនេះរៀបចំដឹកឲ្យមួយហើយចឹងស្អែកដឹកជូនចេញទៀតមើលដឹកឲ្យមួយកន្លែងនេះមកឡាមកនេះ7ឯនោះ4 11 15បាទដឹកអស់5តក្បាលនៅសល់8ក្បាលទៀតដឹកចេញចឹងមក20ជាងអស់គោបាទនេះដឹកទាំងយប់នេះបាទក្រុមការងារខ្ញុំធ្វើការមិនគិតយប់គិតថ្ងៃទេតែត្រូវការដឹកចេញគេចេញហើយបាទស្រួលបាទលឿនណាស់មកណាហើយស្អែកនេះរៀបចំចេញគោទៅព្រះវិហារនោះ2ឈុតទៅខាងស្នឹង2ឈុតមកណាបាទប្រហែលក្រោលតែម្ដងអត់អស់ពីក្រោលចឹងបងប្អូនត្រូវការមានគោលក់ទៅមកអត់ទេទូទៅមើលជូនតែម្ដងបាទបងប្អូនហើយបញ្ជាក់សម្រាប់ពុកម៉ែបងប្អូនចង់ចិញ្ចឹមគោបានសុខភាពល្អបាទនេះយើងត្រូវមានធូបមូសបាទមានធូបមូសទោះបីជាថាបងប្អូនមានមុងមានអីត្រឹមត្រូវយ៉ាងណាក៏តែមានមូសចូលដែរអញ្ចឹងយើងដាក់មកដើមតនេះវាប៉ះពាល់សុខភាពគោទេបាទដេញតែមូសតែនេះបាទមកដើមនោះបងប្អូនដុតបានតែភ្លឺបើថាបងប្អូនដុតពីម៉ោង7យប់ទេ
mongผมเปิดปลักไอ้มันอ๋อหรือก็มองผมมวยเราเข้าเนี่ยตัวใหญ่บ้านจังเวียยังโก้มาตอนต้นมามองปีนดับมองมวยไปจังอ้อยมูจังดักไปต้องดดต่อมาเปล่าแล้วอ๋อมามองปีมองบัดมูอ๋อจะมาโอนเนี่ยจำโก้เนี่ยตะลังซัดคอมพลีทกับมองทุกมูอยู่ดดมานะบ้านเนี่ยดดดันมูกูบ้านดิสู้ธรรมดาโก้แต่เวดิสู้เลยสักเพื่อเป็นออยเวซีสมาบ้านในบ้านโก้สำคัญเด็กตัวเวซีออบอลนักเราดีเอสคืออัศจรรย์เต็มวะมาที่สู้เปล่าแต่มาดดดักเลยก็รู้เลยได้ในบ้านเลย